ថ្ងៃនេះខ្ញុំបាទពំនាំយកវីដេអូមួយតាក់ទងជាមួយនឹងការតម្លើងកម្មវិធី Corel Draw 2024ហើយបងប្អូនទាំងអស់គ្នានៅតាមដានវីដេអូរបស់ខ្ញុំមួយទៅហើយបើសិនមិនយល់ត្រង់ណាអាច comment សួរខ្ញុំបានហើយមួយវិញទៀតបងប្អូនត្រូវការ link download អីចាំឆាតមកខ្ញុំមកខ្ញុំនឹងទម្លាក់ link កម្មវិធីនឹងឲ្យបងប្អូនទាំងអស់គ្នាណាហ្នឹងហើយអត់អីទេហើយអញ្ចឹងកុំឲ្យខាត់ពេលវេលាកាសយើងចូលទៅ crack កម្មវិធី download កម្មវិធីរបស់យើងទាំងអស់គ្នាព្រោះថាយើងគ្មានលទ្ធភាពទៅទិញទេហើយម្យ៉ាងក៏ខ្ញុំប្រើ Windows អូខេអញ្ចឹងយើងត្រូវការ crack ប្រើនេះគឺកម្មវិធី Corel Draw តាក់ទងជាមួយនឹងការបោះពុម្ពនិង design បាទបងប្អូនអាជីវកម្មខាង printer ខាង design អីគាត់ដឹងហើយថាកម្មវិធីនឹងយ៉ាងណាគឺកម្មវិធីនេះគឺថ្មីសម្រាប់បងប្អូននៅស្រុកខ្មែរយើងច្រើនបាទអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចបិទជាមួយនឹង virus របស់យើងមកបាទយើងបិទវាអស់មកបងប្អូនធ្វើតាមខ្ញុំណាហ្នឹងហើយបិទវាអស់មកបាទបិទបែបនេះបាទដើម្បីកុំឲ្យវាចាប់មេរោគហើយបើ Wi-Fi ត្រូវបិទបានក៏បិទទៅបាទបើខ្ញុំអត់បិទទេបាទអត់អីទេកុំទៅខ្ញុំណាអញ្ចឹងបងប្អូនចុចលើកម្មវិធីនឹងមកឆ្វេងណាកុំចុចពីរដងគឺចុចមកឆ្វេងមួយប៉ោចហើយបងប្អូនយកមកស្ដាំមួយហើយបងប្អូននឹងឃើញពាក្យថា WinRAR ហើយបងប្អូនយកពាក្យថា extract file នេះមកលេខកូដផងវាអូខេសុំទោសលេខកូដផងវាគឺ123អូខេចុចអូខេមកណាបាទឥឡូវវាពងដើរអូខេអញ្ចឹងបានហើយយើងទាញវាមកចិត្តគ្នាមកណាយើងចូលទៅក្នុងកម្មវិធីនឹងមកតែយើងបាន extract មកហ្នឹងយើងចូល Corel Draw តោះមកយើងចុចលើនេះលើ Corel 2024យើងយក WinRAR ដដែលតោះមកយើង extract here អូខេវាបានហើយអញ្ចឹងបងប្អូនអូខេនៅពេលនោះបងប្អូនយក x64 នេះមកហើយបងប្អូនយកពាក្យថា set up ហើយយកពាក្យថា yes អូខេអញ្ចឹងបងប្អូនធ្វើតាមខ្ញុំមួយមកបងប្អូនអស់មកក្រោមណាហ្នឹងហើយយកពាក្យ agree មកបាទអូខេឥឡូវនេះបងប្អូនដាក់ពាក្យដាក់ឈ្មោះបងប្អូនក៏បានដែរបាទខ្ញុំដាក់ពាក្យថាដៃថ្មីបាទ serial number នេះយើងហើយចូលទៅបាទចូលទៅកន្លែងread mesh នេះមកអូសំទោសបងប្អូនចូលទៅកន្លែងនេះread me នេះមកបាទហើយបងប្អូនយក copy មកបាទ copy អាកន្លែងនេះមក copy serial number ហ្នឹងមកបាទខាងក្រោមហ្នឹងមកចុច control អក្សរ C អូខេហើយយើងយកទៅ copy កន្លែងដែលយើងបានបំរុងនឹងដាក់ហ្នឹងមកបាទ serial number ហ្នឹង member ហ្នឹងnumber ហ្នឹងបាទចុច next មកអូខេអញ្ចឹងយើង install អូខេឥឡូវខ្ញុំសូម scope video សិនណាបងប្អូនអូខេបងប្អូនទាំងអស់គ្នាយើងបន្តវីដេអូរបស់យើងហើយយើង cancel មកណាបាទអូខេនៅពេលកម្មវិធីផងយើង load មកហើយបងប្អូនទាំងអស់គ្នាធ្វើតាមខ្ញុំទៀតមកគឺបងប្អូនចូលទៅកន្លែងដែលយើងបាន extract មិញហ្នឹងមកហើយយកពាក្យថា crack បងប្អូន copy មកបាទ copy តាំងពីហ្នឹងមកណា select A control បូកមួយអក្សរ A ហើយ control អក្សរ C មកហើយបងប្អូនទាំងអស់គ្នាទៅរក try C ហើយយកពាក្យថា program file ហើយរកពាក្យថា Corel ណានេះបងប្អូនចុចតាមខ្ញុំមកអូខេណាអូសុំទោសបងប្អូនចុចលេខនេះមកបាទហើយបងប្អូនចុច control បូកជាមួយនឹងអក្សរ V ឬក៏ម៉ៅស្ដាមបាទម៉ៅស្ដាមបូកជាមួយនឹង pass នេះហើយបងប្អូនយកពាក្យថា replace បាទអូខេចូលហើយបងប្អូនទាំងអស់គ្នាចូលបើកមកបាទបើកកម្មវិធីផងយើងមកណាអូខេហើយយកពាក្យថា help មកហើយយកពាក្យថា about Corel Draw about បាទអញ្ចឹងនៅពេលនោះផងយើងគឺតម្លើងបានជោគជ័យហើយបាទរបស់យើងគឺ Corel Draw 2024អូខេបងប្អូនទាំងអស់គ្នាចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេការតម្លើងនិងការ crack អញ្ចឹងបើមានការខុសឆ្គងយ៉ាងណាបងប្អូនមេត្តាកាន់តែពេលទៅពងហើយបន្តទៅមុខទៀតយើងនឹងរៀនអំពីការប្រើម៉ៅការប្រើ file tool នៅលើទីនេះមានថាយើងរៀនពីចំណុច0ទៅរហូតបាទអ្វីទៅជា tool អ្វីទៅជា new from template open cell ហ្នឹងគឺយើងនឹងរៀនបាទយើងរៀនម្ដងមួយបាទអញ្ចឹងវីដេអូបន្ទាប់នឹងមានបាទខ្ញុំនឹងធ្វើវីដេអូចែកជូនបងប្អូនទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណេះទេជួបគ្នានៅវីដេអូក្រោយខ្ញុំបាទម្ចាស់ channel ដៃថ្មីក៏សូមគោរពនឹងជម្រាបលាបងប្អូនទាំងអស់គ្នាបាទសូមអរគុណ